ជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះក្រុមជាងណារិតបានមកដំឡើងទ្វាររបងនិងចម្រឹងលបងជូនបងប្រុសបងស្រីបាទនៅឯខាងស្រុកជុំគិរីនៃទឹកដីខេត្តកពតហើយខ្ញុំនឹងអង្គុយអបសុកពេកក៏បោះតរ៉ូនថតទេសភាពព្រៃភ្នំដូចជាបឹងបួអីចេះទេនេះទំនប់ទឹកនេះធំណាប៉ុន្តែមិនដឹងគេហៅទំនប់អីបងប្អូនណាដឹងជួយប្រាប់ផងហើយទេសភាពភ្នំស្អាតណាបងប្អូនបាទទេសភាពភ្នំទឹកហើយល្ងាចអីយើងតនេអីមកកំសាន្តស្ទូចត្រីបងសណាញ់អីអេហ្មងអូគេថាស្រុកជុំគិរីភ្នំបាំងជុំចិត្តមែនហ្នឹងហើយភ្នំច្រើនណានៅខាងជុំគិរីបាទហើយទេសភាពមានដើមត្នោតមានស្រែអញ្ចឹងទៅស្រែយើងថតខែច្រូតហើយអញ្ចឹងវាទេសភាពវាអត់សូវខៀវសង្ងាត់ទេដោយសារខែក្តៅអូប៉ុន្តែជ្រុកខ្ញុំគេហៅឆែជ្រុកឆែច្រូតហើយអេមទេសភាពស្អាតស្រុកជុំគិរីហើយមួយវិញទៀតមិនសើមិនបានទេស្រុកជុំគិរីនិយាយពីថាផ្លូវល្អផ្លូវស្រួលជិះមកថាផ្លូវតាមភូមិផ្លូវតូចផ្លូវធំភាគច្រើនគឺកៅស៊ូនិងបេតុងបាទខ្ញុំស្រឡាញ់ស្រុកជុំគិរីដោយសារផ្លូវស្អាតស្រួលជិះមែនតើនិយាយការពិតអត់បញ្ចូលស្រុកជុំគិរីនិយាយមែនខ្ញុំអ្នកស្រុកឈូកទេប៉ុន្តែសុំសើស្រុកជុំគិរីនិយាយពីថាផ្លូវថ្នល់ផ្លូវចូលផ្ទះផ្លូវអីក៏ឈូសឆាយស្អាតកៅស៊ូបេតុងហ្នឹងហើយនិយាយប៉ុណ្ណឹងបានតោះទៅមើលការងារវិញជាងដេកអស់ជាងរត់ទៅផ្ទះអស់ការងារដល់ថ្ងៃហ្នឹងចប់បណ្ដោយនេះកន្លែងការងារនេះផ្ទះបងស្រីផ្ទះបូលក្រហមហ្នឹងជាងពងតែធ្វើហ្នឹងហើយមើលទេសភាពបាទនោះខាងនោះឃើញសរោងចក្រទេសភាពស្រុកជុំគិរីបងប្អូនអើយស្រុកខេត្តកពតសម្បូរដើមដូងដើមត្នោតភ្នំក៏ច្រើនគេថាស្រុកជុំគិរីភ្នំបាំងជុំចិត្តហ្នឹងហើយបាំងជុំចិត្តមែនបាទផ្ទះបងស្រីគាត់ផ្ទះគាត់ស្អាតលបងគាត់វែងធ្វើឲ្យស្អាតអំណាចហ្មងហើយជាងដាក់អត់ទាន់រួចរាល់ហើយយើងថ្ងៃហ្នឹងអត់រួចទេមានស្អែកមកព្រឹកទៀតហ្នឹងហើយប៉ុណ្ណឹងចុះទៅមើលជាងវិញប្រយ័ត្នឲ្យជាងរួចរត់អស់នេះអត់ទាន់រត់ទេបាទនៅប្រឹងទៅហើយការងារបាទហើយបងប្អូនត្រូវការជាងធ្វើទ្វីរបងហើយអាចតាក់ទងមកខាងក្រុមជាងណារិតបាននិយាយពីថាទឹកថ្នាំឲ្យធានាជូនមកអេមតែម្ដងបាទទ្វាធូស្រួលរុញមិនឲ្យពុកម៉ែបងប្អូនខកបំណងទេពុកម៉ែបងប្អូនត្រូវការទ្វាស្អាតនេះដូចមើលឃើញស្រាប់ហ្នឹងឃើញទឹកដៃមកអេមស្អាតដូចទ្វានេះvẫnដាក់ឲ្យមើលពីក្រៅទៅខ្ចីញែងហ្មងបងប្អូនហ្នឹងហើយវីដេអូមានប៉ុណ្្នឹងឯងបងប្អូនបាទសូមអរគុណសូមជម្រាបលា